សម្លប្រហើរបង់ប្រហុកកុំច្រឡំបង់ប្រលិតនិងអំពិលទុំដំបូងបង់គល់គ្រៃខ្ទឹមហើយនិងអង្ករដាក់ឲ្យពុះបន្តិចបង់បន្លែណាដែលវារឹងក្រឆ្អិនចូលមុនបើដាក់ត្រីមុនខ្លាចវាបែកសាច់ហើយជ្រុំប្រហុកព្រោះខ្ជិលចិញ្ច្រាំពេលទឹកពុះដាក់ត្រីចូលភ្លុកតោះមកយើងដាក់គ្រឿងយើងប៊ីចេងម្សៅស៊ុបស្ករសទឹកត្រី2ស្លាបព្រាហើយយើងសាបថែមអំបិលបន្ទាប់មកក៏ស្រង់ពពុះលើនឹងចេញស្រង់រួចក៏ដាក់អន្លូងចូលហើយដាក់ស្អំពេលហ្នឹងអត់មានអីច្រើនទេបន្លែតិចហើយដាក់មកអមបន្លែតិចព្រោះតែខ្ជិលបេះយូរកូនយំអត់បានញ៉ាំឡើយនេះកូនបើចេះស្លប្រហើរដែរតាកុំចង់មាក់ងាវ